ជំរាបសួរបងប្អូនជនរួមជាតិជនរួមភាសានៅក្នុងសង្គម Facebook Page Channel YouTube TikTok ដែលធ្វើ MMO ទាំងអស់ជាទីគោរពជាទីស្រឡាញ់ជាទីរាប់អាននឹងមានពួកគាត់ខមមិនចូលដើម្បីសុំថាលោកគ្រូឃើញចែកតែពិធីការរឿងដោះអំពើចាស់អត់មានសេរីដែលពិធីអីដែលធ្វើលៀបធ្វើជ័យធ្វើមង្គលទេអញ្ចឹងខ្ញុំសូមចែករំលែកអំពីការធ្វើការពិធីការសិរីសួស្តីជ័យភូមិគេហៅឆាយភូមិហ្នឹងគឺយើងធ្វើកន្លែងផ្ទះនៅកន្លែងនៅឲ្យមានហុងស៊ុយបងប្អូនឲ្យរស់ស៊ីមានបានឲ្យលុយចូលអញ្ចឹងវាមានដំបូងគឺយើងត្រូវសម្អាតផ្ទះសម្បែងយើងឲ្យស្អាតរបៀបរៀបចំទុកដាក់សម្លៀកបំពាក់សម្ពត់សៅស្បាយចានឆ្នាំងចក្រានចានឆ្នាំងស្បែកជើងកន្លែងដេកគឺស្អាតបងប្អូនចឹងនិយាយថាឥឡូវនិយាយពីចានឆ្នាំងវិញមិនត្រូវត្រាំចានទុកចោលនៅក្នុងធុងឬក៏ចានដែកទេគឺត្រូវលាងសម្អាតទុកបើយើងហូបបាយត្រាំចានឬក៏យកបាយសល់ឲ្យយើងនេះជាប់នឹងចានជាប់អីយើងត្រាំទុកឬផ្កាប់ទុកចោលមួយយប់មួយរាត្រីធ្វើឲ្យមានអពមង្គលចូលភាពខ្មៅកខ្វក់គេហៅពួកក្រៅពួកអាក្រក់ពួកគេហៅខ្មោចអនាថាក៏ដូចជាពួកព្រាយពួកអីវិលិតវាហូបរបស់ដែលយើងហូបសល់ហ្នឹងអាហ្នឹងបើនិយាយចាំដូចយើងចាំពួកវាចាំអាភាពកខ្វក់ហ្នឹងដើម្បីចូលយើងអត់ជំរះអញ្ចឹងធម្មតាចានឆ្នាំងដែលយើងហូបហើយកន្លែងដែលយើងហូបហើយយើងត្រូវសម្អាតយើងមិនត្រូវត្រាំវាទេអាហ្នឹងគេហៅឆាយភូមិជ័យមង្គលសិរីសួស្តីដំបងហ្មងហើយផ្លូវចូលដូចជាទ្វាវាចូលក្នុងផ្ទះទ្វាចូលបន្ទប់គឺអត់ត្រូវឲ្យមានស្បែកជើងទេបងប្អូនស្បែកជើងហ្នឹងគឺទំនាប់ទ្របបាតជើងរបស់យើងនិយាយឲ្យឆាប់យល់អញ្ចឹងយើងដើរកាត់ដីពីណាពីណីមកជាប់នៅភាពមងសាវភាពអាក្រក់ជាច្រើនជួនណាយើងដើរជន់សម្លោកដើរជន់សំណែនដើរជន់អ្វីគ្រប់សពសារពើអាចឆ្កែអាចមន់បាទអញ្ចឹងnóមានភាពខ្មៅខ្វក់អញ្ចឹងគេទុកកន្លែងរបស់វាមានកន្លែងគេទុកដាក់ផ្សេងស្បែកជើងអញ្ចឹងបងប្អូនស្វែងយល់ពីដូចថាទៅមន្ទីរពេទ្យទៅអីឃើញគេរៀបចំកន្លែងទុកដាក់ស្បែកជើងបងប្អូនបាទអាហ្នឹងយើងស្វែងយល់ពីចំណុចហ្នឹងហើយផ្លូវចូលផ្លូវបញ្ចូលបន្ទប់យើងត្រូវមានរៀបចំមកដាក់ទឹកសម្រាប់លាងជើងឬក៏កណាត់សម្រាប់ជូតជើងអញ្ចឹងដើម្បីជំរះកុំឲ្យភាពខ្មៅកខ្វក់បន្ទប់ដេកគឺត្រូវតែស្អាតមានផាសុកភាពមិនមានភាពឧបទ្រពពាក្យឧបទ្រពគេហៅបន្ទប់ដេកដូចនិយាយចំបន្ទប់ទោះយើងអ្នកក្រអ្នកអត់បើនិយាយឲ្យឆាប់យល់ថាបន្ទប់ដេកឬបន្ទប់ស្ដាច់បងប្អូនតែយើងមិនបានដូចបន្ទប់ស្ដាច់យើងជារាជាសាមញ្ញគឺយើងធ្វើឲ្យស្អាតឲ្យមានហុងស៊ុយឲ្យមានផាសុកភាពអាហ្នឹងបន្ទប់ដេកហើយក្នុងបន្ទប់ដេកគឺហាមដាក់កញ្ចក់បងប្អូនអញ្ចឹងជួនណាយើងដាក់កញ្ចក់ខ្លះទៅយើងដេកទៅឃើញស្រមោលវាស្រោបនៅចិត្តវិញ្ញាណរបស់យើងអញ្ចឹងបន្ទប់ដេកគឺស្អាតមានផាសុកភាពយើងអាចតុបតែងផ្កាលម្អបានហើយជាពិសេសដាច់ខាតហ្នឹងគឺរឿងចានសក្រានជើងឆ្នាំងកុំត្រាំបងប្អូនកុំត្រាំដូចយើងចិញ្ចឹម
ពួកសត្វគេហៅពួកខ្មោចអនាថាពួកអាបពួកគេហៅប្រែតពួកអីអញ្ចឹងយើងជួនណាយើងដាក់នៅក្នុងទីហោដូចយើងដាក់ត្រាំចានចោលទឹកលាងចានអីត្រូវចាក់ចោលទាំងអស់បងប្អូននិយាយចាំមកភាពអ្វីដែលយើងមើលឃើញថាភាពទឹកកខ្វក់ទឹកអីហ្នឹងសិតតែរឿងមួយដែលយើងត្រូវសម្អាតចេញផ្ទះយើងគឺស្អាតអានឹងឆៃភូមិល្អខ្យល់ចេញចូលល្អផាសុខភាពល្អលុយកាក់ក៏ចូលមកដូច្នោះដែរអញ្ចឹងអានេះត្រួសគេហៅហុងស៊ុយឆៃភូមិដំបងថ្នាក់ដំបងថ្នាក់ដែលយើងត្រូវរៀបចំដំបងចឹងអរគុណច្រើនណាចែកតែប៉ុណ្ណេះសិនហើយនឹងមានតទៀតអរគុណច្រើនសង្ឃឹមថាបងប្អូនទាំងអស់យកទៅធ្វើអនុវត្តតាមទី1ដើម្បីផាសុខភាពលំនៅឋានរបស់យើងនិងកូនចៅរបស់យើងទី2ហុងស៊ុយល្អផាសុខភាពល្អមានអារម្មណ៍រកប្រាក់រកលុយមិនឧបទ្រពហើយយើងមិនបានរបស់កាកសំណល់សល់អីបើយើងនេះយកទៅចាក់ចោលនៅក្រៅភូមិក្រៅគេហៅក្រៅបរិវេណរបស់យើងមានធុងសម្រាមមានអីចឹងទៅអរគុណច្រើនហើយយើងកុំត្រាំចានទុកជម្រាបលាបាយបាយ